អានឯងរកបានរបស់ល្អទៀតហើយមន់ព្រៃនឹងទន្សាយច្រើនណាស់ម៉ែនិយាយតិចបានហើយរឿងនេះមានតែយើងទេដែលដឹងហាមនិយាយប្រាប់គេដាច់ខាតរកបានសត្វព្រៃជារឿងល្អតើខ្លាចអីពេលនេះទូទាំងប្រទេសកំពុងខ្វះខាតអ្នកភូមិសំបីតែបក៏ហូបមិនឆ្អែតផងបើគេដឹងថាគ្រួសារយើងបានហូបសាច់រាល់ថ្ងៃនោះមិនខ្លាចជាមហាសេដ្ឋីទៅហើយទេប្រធានភូមិនោះចេះតែតាមសម្លឹងមើលខ្ញុំរហូតធ្វើអីចឹងវាមិនហៅរឿងដាក់ខ្លួនទេអីអានឯងនិយាយត្រូវម៉ែនឹងយកសាច់នេះទៅលាក់ទុកមិនឲ្យអ្នកក្រៅឃើញដាច់ខាតអ៊ំស្រីខ្ញុំមកខ្ចីអំបិលបន្តិចផ្ទះខ្ញុំអស់អំបិលហើយនេះរបស់ទាំងនេះអញជាអ្នករកបានទៀតហើយបើកាលពីមុនវិញវាច្បាស់ជាអួតកប់ពុកបាត់ទៅហើយតែពេលនេះវាមើលទៅហាក់ដូចជាចាស់ទុំណាស់តើវាកែខ្លួនពិតមែនហ៎ក្មួយស្រីរឿងអានរកបានសត្វព្រៃនេះកុំទៅនិយាយប្រាប់អ្នកក្រៅឲ្យសោះណាពេលនេះវាចេះគិតហើយដឹងពីការលាក់បាំងមិនចង់ឲ្យមានរឿងទេអ៊ំស្រីកុំបារម្ភអីខ្ញុំយល់ហើយកាលពីយប់មិញបើគុំតែបានគាត់យកជីវិតទៅបដូរដើម្បីជួយខ្ញុំនិងបងស្រីច្បាស់ជាវិនិច្ឆ័យហើយប្រហែលជាសម្បត្តិដែលគាត់លុបជង្គង់ស្បឹកនោះជាការពិតមែនម៉ែបន្តិចទៀតធ្វើម្ហូបរួចដួសស៊ុបមាន់មួយចានយកទៅឲ្យគ្រូសាស៊ូផងចំណែកទន្សាយនេះទុកឲ្យខ្ញុំមានការត្រូវប្រើវាម៉ែដឹងហើយខ្ញុំចង់ទៅមើលបងស្រីអញបន្តិចមានរឿងត្រូវនិយាយទល់មុខមានការអីនិយាយប្រាប់ខ្ញុំមកបានហើយកុំទៅរំខានបងស្រីខ្ញុំអីពេលនេះឲ្យតែឃើញមុខលោកគាត់ធុញណាស់រឿងនេះខ្ញុំត្រូវតែប្រគល់ឲ្យគាត់ផ្ទាល់ចុះមកតាមខ្ញុំមកតែសន្យាសិនណាហាមរំខានគាត់ទៀតឈិនអានមានការអីឆាប់និយាយមកនិយាយរួចឆាប់ទៅវិញទៅនេះជាក្រដាសបំណុលដែលគ្រូសាស៊ូជំពាក់ក្រុមផលិតកម្មមើលថាជាសញ្ញានេះឬអត់បងពិតជាក្រដាសបំណុលដែលបងសរសេរមែនមានហាត់ធ្លេខាបងទៀតទៅរួចយ៉ាងម៉េចក្រដាសបំណុលនេះលោកលួចយកមកមែនទេគឺលុះមកវិញតើខ្ញុំសង្លុយជំនួសអ្នកអស់ហើយបើមិនជឿអាចទៅសួរលីកាណេឲ្យនៅក្រុមផលិតកម្មបានគ្រប់ពេលគាត់ពិតជារកបានស្បែកចប់មែនហើយថែមទាំងសងបំណុលដ៏ច្រើននេះទៀតឲ្យតែសងអង្គម្សៅប្រេងទៀតនោះលក្ខខណ្ឌដែលមិនអាចទៅរួចទាំង3គឺគាត់ធ្វើបានទាំងអស់ហើយប៉ុន្តែហេតុអីទៅលោកមានសមត្ថភាពដល់ថ្នាក់នេះទៅហើយចុះកាលពីមុនហេតុអីក៏ធ្វើដាក់ខ្ញុំបែបនេះបើនាងមិនចង់រៀបការក៏មិនអីដែរខ្ញុំមិនបង្ខំនាងទេខ្ញុំគ្រាន់តែសុំនាងម្យ៉ាងគត់គុំឯងនៅមានប្អូនស្រីទៀតណាបើឯងស្លាប់ទៅនាងក៏រស់មិនបានដែរបងស្រីគាត់ចេញទៅអញ្ចឹងមកនរណាដឹងថាគាត់កែខ្លួនមែនទែនឬគ្រាន់តែធ្វើពុតបានប៉ុន្មានថ្ងៃនោះបងអានទីបំផុតបងមកដល់ហើយខ្ញុំកំពុងតែគិតថារកផ្លូវទៅជួបបងមិនក្រុមផលិតកម្មដោះស្រាយរួចរាល់ហើយមែនទេរួចរាល់អស់ហើយបងអានបងមិនដឹងទេយប់មិញខ្ញុំហែកាត់ខ្យល់ព្រើដើរដល់ភ្លឺទៅដល់ទីរួមស្រុកពួកខ្ញុំដែលជាប្រធានសហគមន៍គប់គង់ពេលឃើញត្បូងចប់នឹងហើយគាត់សឹងតែជ្រុះក្របភ្នែកមកហើយតាមឡើយខ្ញុំរៀបចំត្អូញត្អែរៀបរាប់ទម្លាក់ខ្លួនលុបជង្គង់អង្វរគាត់ទៅហើយតែគាត់មិននិយាយច្រើនទិញយកត្បូងចប់នោះក្នុងតម្លៃខ្ពស់ហ្មងទូទាត់បំណុលក្រុមផលិតកម្មរួចរាល់ហើយនៅសល់ប៉ុណ្ណេះទៀតបងអានបំណុលដែលបងប្អូនស្រីត្រកូលស៊ូជំពាក់ខ្ញុំក៏សងរួចរាល់ដែរហើយនៅសល់17រៀល6កាក់9សេននេះបងរាប់មើលទៅឯងក៏ស្មោះត្រង់គួរសម្ដែងមិនអន់ទេបងអានបងបានជួយជីវិតខ្ញុំទៅថ្ងៃមុខបងប្រើទៅណាខ្ញុំទៅនឹងចុះខាងពូរបស់ឯងថានឹងមិនវិញទៅថ្ងៃមុខសត្វប្រៃដែលខ្ញុំបបាញ់បានចង់យកទៅលក់នៅទីរួមស្រុកតាមខ្សែយ៉ាគាត់កុំបារម្ភអីបងអានពូខ្ញុំគាត់ថាម៉េចមកហើយបងមានប៉ុន្មានគាត់មកយកទាំងអស់ល្អណាស់តែខ្ញុំត្រូវជួបពូឯងផ្ទាល់សិនទុកជាភារកិច្ចខ្ញុំចុះតែថាតើពូយើងគួរលាក់បាំងអាឆ្កែវាងវៃកូវមិនទៅទើបអាចដឹកអីវ៉ាន់ចេញបានឯងគិតរកវិធីមើលពួកយើងយកទន្សាយព្រៃនេះធ្វើជារបស់ស៊ុបប៉ាន់យកទៅឲ្យពួកឯងដើម្បីដូរយកអង្ករម្សៅនិងខ្លាញ់ជ្រូកមកវិញបញ្ហាគឺពេលនេះខ្ញុំទៅទីរួមស្រុកខ្វះលិខិតបញ្ជាក់រឿងនេះស្រួលតើខ្ញុំគ្រាន់តែប្រាប់ថាទៅទូទាត់បញ្ជីនៅទីរួមស្រុកហើយខ្វះអ្នកជំនួយទៅយ៉ាងហោចណាស់បងអានក៏រៀនដល់អនុវិទ្យាល័យដែរខ្ញុំគ្រាន់តែប្រាប់មេភូមិមកទៅធានាថាបានហ្មងគំនិតនេះមិនអន់ទេថ្ងៃស្អែកឯងរៀបចំចាត់ចែងទៅពួកយើងទៅទីរួមស្រុកមួយជុំបានសៀកបងអានចាំខ្ញុំរៀបចំជូនឲ្យតែអាចបើកផ្លូវសហគមន៍ផ្គត់ផ្គង់នេះបានទៅថ្ងៃមុខសត្វព្រៃដែលបបាញ់បាននឹងក្លាយជាលុយសុទ្ធទាំងអស់ថ្ងៃល្អនៅខាងមុខទៀតបងអានថ្ងៃនេះត្រជាក់ពេកហើយបន្តិចទៀតត្រាក់ទ័ររបស់ក្រុមផលិតកម្មនឹងទៅដឹកថ្នាំកសិកម្មនៅទីរួមស្រុកហើយពួកយើងសុំជីដោយឥតគិតថ្លៃទៅល្អជាងផ្លូវជិត15គីឡូឯណោះដើរទៅមុខជាបាក់ជើងមិនខានជំរាបសួរពូប៉ាយហេជំរាបសួរពូប៉ាយអូកណេឲ្យកលីតាឆាប់ឡើងឡានមកទឹកកកបែបនេះវាពិបាកធ្វើដំណើរណាស់អង្គុយឲ្យនឹងទៅមើលអាជើងល្អចេនអាននោះទៅចង់មកធ្វើស្និទ្ធស្នាលទៀតពូប៉ាយជាគំរូប្រកម្មដើមមានទឹកខ្ចីខ្វល់ជាមួយវានឹងហើយឆ្កែកែចំណីមិនបានទេមិនដឹងទៅទីរួមស្រុកលួចធ្វើរឿងស្មោកគ្រោកអីទៀតទេពូប៉ាយចេនអានទៅទីរួមស្រុកមានការជាមួយខ្ញុំតើពូអនុញ្ញាតឲ្យគាត់ឡើងជិះជាមួយគ្នាទៅណាហ៎អានឹងហោះទៅមានការជាមួយឯងពិតប្រាកដមែនពូប៉ាយខ្ញុំមិននឹងហ៊ានកុហកពូទៅអញ្ចឹងហើយវាឡើងមកទៅ